ប្រជាពលរដ្ឋនាំគ្នាស៊ីឈ្នួលកាប់ដើមដំឡូងមីនៅក្នុងស្រុកល្អជាជាងទៅធ្វើនៅក្រៅស្រុកទាំងប្រថុយប្រថានដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់យកទៅផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តបៃលិនបានចាប់យកមុខរបរមួយនេះជាការងារបន្តបន្សំក្រោយពេលទំនេរពីការងារធ្វើចម្ការរបស់ខ្លួនដោយពួកគាត់បានស៊ីឈ្នួលកាប់ដើមដំឡូងមីឲ្យគេដើម្បីយកថវិកាទិញម្ហូបអាហារប្រចាំថ្ងៃបើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះសំផស្សរស់នៅក្នុងភូមិទួលវាសង្កាត់ទួលវាក្រុងបៃលិននិងលោកយឹមសុផាតបានឲ្យភ្នាក់ងារយើងដឹងថាបន្ទាប់ពីពួកគាត់ប្រមូលផលពោតនិងដំឡូងមីនៅក្នុងចម្ការរបស់ខ្លួនរួចរាល់ពួកគាត់និងអ្នកភូមិមួយចំនួនទៀតបានឆ្លៀតពេលទំនេរទៅធ្វើការស៊ីឈ្នួលកាប់ដើមដំឡូងមីឲ្យគេនៅក្បែរភូមិសម្រាប់យកថវិកាទៅផ្គត់ផ្គង់ទិញម្ហូបអាហារប្រចាំថ្ងៃខណៈមិនមានការងារអ្វីក្រៅច្រើនពីនេះទេពួកគាត់បន្តទៀតថាការកាប់ដើមដំឡូងមីនេះត្រូវចងជាបាច់ដាក់ទុកនឹងដីចម្ការដើម្បីឲ្យម្ចាស់ចម្ការយកទៅដាំបន្តនៅកន្លែងផ្សេងទៀតឬគេទុកដើម្បីយកទៅលក់ឲ្យប្រជាកសិករដូចគ្នាទិញយកទៅដាំក្នុងចម្ការរបស់ខ្លួនផងដែរការស៊ីឈ្នួលកាប់ដើមដំឡូងមីនេះក្នុងមួយបាច់ដែលមានដើមដំឡូងពីប្រមាណចំនួន25ដើមទទួលបានប្រាក់កម្រៃពីម្ចាស់ចម្ការចំនួន300រៀលនៅក្នុងមួយថ្ងៃពួកគាត់ម្នាក់អាចកាប់ដើមដំឡូងមីបានចំនួន90ទៅ100បាច់ដែលគិតជាថវិកាទទួលបានចាប់ពី 29,000 ទៅ 30,000 រៀលតែជួនកាលពួកគាត់ខិតខំប្រឹងប្រែងកាប់ផងចងបាច់ផងតាំងពីព្រឹករហូតដល់ពេលល្ងាចក៏កាប់បានលើសពីនេះនិងទទួលបានថវិកាច្រើនផងដែរតែដោយសាររដូវនេះក្តៅខ្លាំងពួកគាត់ឈប់សម្រាកច្រើនជាងការប្រឹងប្រែងកាប់ដើមដំឡូងមីព្រោះត្រូវការថែទាំសុខភាពជៀសវាងការកើតជំងឺផងដែរពួកគាត់បញ្ជាក់ទៀតថាម្ចាស់ចម្ការខាងលើទុកដើមដំឡូងមីនេះដើម្បីកាប់លក់ឲ្យប្រជាពលរដ្ឋទិញយកទៅដាំនៅចម្ការរបស់គេហើយនៅសល់ខ្លះម្ចាស់ចម្ការខាងលើគេទុកដាំនៅក្នុងចម្ការរបស់ខ្លួនសារជាថ្មីឡើងវិញព្រោះនៅឆ្នាំ2024គេសង្កេតឃើញតម្លៃទីផ្សារមើមដំឡូងមីមានការហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់